ប្តីខំប្រពន្ធប្រឹងជីវិតមនុស្សយើងគឺប្រែប្រួលទៅតាមពេលវេលាពេលមិនទាន់រៀបការជីវិតរស់នៅម្នាក់ឯងគឺបែបផ្សេងតែក្រោយពេលរៀបការអ្នកត្រូវមានបន្ទុកជាច្រើនដែលត្រូវរ៉ាប់រងគ្រួសារខ្លះរៀបការរួចជីវិតកាន់តែមានបានរស់នៅធូរធារលុយចាយវីមិនអស់តែគ្រួសារខ្លះការរួចបែរជាប្រឈមនឹងបញ្ហាហិរញ្ញវត្ថុដោយមិនដឹងខ្លួនមូលហេតុមិនមែនព្រោះរកបានតិចពេកទេប៉ុន្តែព្រោះគ្មានផែនការនិងគ្មានការយល់ចិត្តគ្នារវាងប្តីប្រពន្ធក្នុងការគ្រប់គ្រងលុយហើយនេះគឺជារឿងចម្បង5ដែលប្តីប្រពន្ធគួរតែធ្វើរួមគ្នា 1. ត្រូវមានគោលដៅហិរញ្ញវត្ថុរួមគ្នាគ្រួសារមួយបើចង់ឲ្យជីវិតធូរធារត្រូវចាប់ផ្ដើមពីការអង្គុយនិយាយគ្នាឲ្យច្បាស់អំពីគោលដៅអនាគតគោលដៅនេះមិនមែនកំណត់ត្រឹម1ថ្ងៃ1ខែឬ1ឆ្នាំតែត្រូវគិតចាប់ពី5ទៅ10ឆ្នាំក្រោយថាជីវិតគ្រួសារអ្នកទាំងពីរចង់បានអ្វីចង់បានផ្ទះមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ពេលមានបញ្ហាឬក៏ចង់ឲ្យកូនរស់នៅមានជីវិតសុខសប្បាយទទួលបានការអប់រំគ្រប់គ្រាន់នៅក្នុងសាលាល្អរៀនជាមួយគ្រូល្អពេលប្តីប្រពន្ធមានគោលដៅដូចគ្នាអ្នកទាំងពីរនឹងចេះពីរបៀបក្នុងការសន្សំហើយមិនចាយលុយតាមអារម្មណ៍ទៀតនោះទេហើយជីវិតគូក៏មិនងាយនឹងរង្គោះរង្គើដែរ 2. បង្កើតចំណូលថែមកំពុងតែលើប្រាក់ខែក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជាប្រាក់ខែតែមួយជ្រកអាចបាត់បង់នៅពេលណាក៏បានដូច្នេះបើសិនជាអ្នកទាំងពីរមានគោលដៅរួមគ្នាច្បាស់លាស់ហើយត្រូវគាំទ្រគ្នាឲ្យរកចំណូលបន្ថែមតាមសមត្ថភាពនិងជំនាញដែលខ្លួនមានចំណូលបន្ថែមអ្នកអាចចាប់ផ្ដើមជាមួយអាជីវកម្មតូចដូចជាលក់អនឡាញឬធ្វើការជា freelance ក៏បានវាមិនធ្វើឲ្យប៉ះពាល់ដល់ការងារចម្បងហើយបន្ថែមចំណូលពីលើទៀត 3. ត្រូវចេះគ្រប់គ្រងលើការចំណាយបើអ្នករកចំណូលបានច្រើនហើយចាយច្រើនដូចគ្នានោះច្បាស់ជាមិនសល់អ្វីឡើយបញ្ហាធំរបស់គ្រួសារជាច្រើនគឺចាយលុយមិនចេះគិតចាយតាមគេចាយតាមបណ្ដាញសង្គមហើយចុងក្រោយជាប់បំណុលគ្មានច្រកចេញគ្រួសារដែលចង់ធូរធារត្រូវរៀនរស់នៅតាមសមត្ថភាពរបស់ខ្លួនមិនប្រកួតប្រជែងជាមួយអ្នកដទៃនិងមិនយកមុខមាត់ជាងអនាគតលុយគួរត្រូវបានប្រើសម្រាប់រឿងចាំបាច់ជាមុនសិនមុននឹងគិតដល់រឿងបង្អួតបង្ហាញតាមបណ្ដាញសង្គម 4. ចេះសន្សំលុយនិងចេះវិនិយោគនេះជាគន្លឹះសំខាន់បំផុតក្នុងការបង្កើតទ្រព្យសម្បត្តិគ្រួសារដែលមានគំនិតគិតវែងឆ្ងាយតែងតែសន្សំជាប្រចាំមិនថាចំណូលរកបានតិចឬច្រើនក៏ដោយប្រាក់សន្សំនេះអាចជួយអ្នកពេលមានជំងឺពេលបាត់ការងារឬពេលមានវិបត្តិផ្សេងលើសពីនេះប្តីប្រពន្ធគួររៀនអំពីការវិនិយោគដើម្បីឲ្យលុយធ្វើការឲ្យខ្លួនមិនមែនខ្លួនធ្វើការដើម្បីលុយតែមួយមុខទេការវិនិយោគត្រូវធ្វើដោយការពិភាក្សាគ្នានិងយល់ព្រមពីគ្នាទាំងសងខាងមិនត្រូវធ្វើដោយលួចលាក់បាំងពីគ្នាឡើយ 5. ត្រូវបង្កើនសមត្ថភាពខ្លួនឯងជានិច្ចក្រៅពីលុយសមត្ថភាពក៏ជាទ្រព្យដ៏មានតម្លៃប្តីប្រពន្ធដែលចង់មានអនាគតល្អត្រូវរៀននិងអភិវឌ្ឍខ្លួនជានិច្ចពិភពលោកមានការផ្លាស់ប្ដូរលឿនណាស់ជំនាញដែលមានតម្លៃថ្ងៃនេះមិនប្រាកដថាវាមានតម្លៃនៅថ្ងៃអនាគតទេចឹងហើយអ្នកត្រូវរៀនអ្វីថ្មីកុំឲ្យខានអ្នកអាចរៀនបន្ថែមអំពីហិរញ្ញវត្ថុអាជីវកម្មនិងបច្ចេកវិទ្យានេះគឺជាការវិនិយោគលើខ្លួនឯងដែលមានផលចំណេញខ្ពស់បំផុតគួរបញ្ជាក់ថាប្តីខំប្រពន្ធប្រឹងមិនមែនមានន័យថាខំរកតែលុយទេតែមានន័យថាត្រូវខំគិតរួមគ្នាខំទ្រាំរួមគ្នានិងខំសន្សំរួមគ្នាគ្រួសារដែលមានលុយច្រើនមិនប្រាកដថាជាគ្រួសារដែលមានសុភមង្គលប៉ុន្តែគ្រួសារដែលចេះយល់ចិត្តគ្នាចេះដឹងពីរបៀបគ្រប់គ្រងលុយនោះទើបគួរឲ្យសរសើរពេលប្តីប្រពន្ធមានគោលដៅដូចគ្នាមានផែនការដូចគ្នានិងដើរទៅមុខជាមួយគ្នាទ្រព្យសម្បត្តិនឹងកើនឡើងតាមពេលវេលាហើយជីវិតគ្រួសារនឹងកាន់តែមានសុភមង្គលហើយរឹងមាំ